Và thờiនេះខ្ញុំមានវីដេអូមួយទាក់ទងជាមួយនឹងមជ្ឈលចុះឡើងអត់អស់ហ្នឹងហើយនេះប្រភេទសិនអោបបាទមើលយើងឈប់ទៅវាមួនទៅលើទៀតអញ្ចឹងមានថាវាអត់ទាន់អស់អញ្ចឹងណាហ្នឹងឃើញទេបើវាអស់យើងមួលទៅវាមួលមកក្រោមហើយអានេះអត់ទាន់អស់គឺវាមួលទៅលើវិញហ្នឹងហើយទីទៀតខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រចូលកំណត់មជ្ឈលឡើងចុះឲ្យផុតហើយនឹងឡើងឡើងផុតអញ្ចឹងណាយើងមិនបាច់ចាំបាច់សេរីម៉ូទ័រវាទេយើងមានលេខក្នុងប្រូក្រាមវាហ្នឹងហើយតោះតើអនុវត្តទាំងអស់គ្នាបាទប្រភេទម៉ូទ័រគឺ King Tech បាទប្រភេទម៉ូទ័រ King Tech ដែលជាម៉ូតូដំបូងមកគឺយើងបិទភ្លើងមកហើយយើងចុច S បាទចុច S ជាប់មករួចមកទៀតយើងបើកភ្លើងនេះដោយសារកាមេរ៉ាដៃមានតែម្នាក់អញ្ចឹងអត់មានដៃកាមេរ៉ាទេអញ្ចឹងខ្ញុំធ្វើវីដេអូខ្លួនឯងហ្នឹងហើយយើងចុចមកចុច S ហើយយើងស្វែងទៅរកលេខ114ហ្នឹងហើយ114មកហ្នឹងហើយតោះមកយើងចុច S លេខ12នេះគឺជាលេខកំណត់ហើយបើជឿឡើងអស់ចុះអស់យើងឡើងលេខវាឡើងអស់អញ្ចឹងណាហ្នឹងហើយជាទូទៅគឺខ្ញុំដាក់ត្រឹម75ឯងហើយយើងចុច S វាមកហ្នឹងហើយបន្តទៀតយើងទៅមើលមជ្ឈលទាំងអស់គ្នាតើវាមជ្ឈលវាឡើងអស់អត់ខ្ញុំកំណត់លេខត្រឹម75ហ្នឹងតោះមើលទាំងអស់គ្នាបាទគឺយើងឈប់គឺថាមជ្ឈលវាឡើងអស់ហើយហ្នឹងហើយវាឡើងអស់ហើយបើអត់ទាន់អស់គឺវាមូលយើងមូលថែមវាទៅលើតែនេះអស់ហើយគឺវាត្រូវវាហើយហ្នឹងហើយអញ្ចឹងប្រភេទហ្នឹងកំណត់ប្រភេទមជ្ឈលឡើងចុះអស់ហ្នឹងគឺវាតែប៉ុណ្ណឹងនឹងបញ្ជាក់គឺ motor model King Tech បាទនេះគឺជា engine out ហើយធុងក៏ធុងរបស់ King Tech ដែរបាទសូមអរគុណច្រើន